ំបងពេលនេះឈឺចាប់បែងដូងបងពេលនេះឯកាចង់ប្រាប់មានស្នួនឲ្យយល់ពីចិនដាតែមិនអាចវិចារចេញពីចិត្តរឿងរ៉ាវខ្លាំងលាក់ទុកក្នុងចិត្តចង់សារភាពប្រាប់ស្រមិតថាបងឈឺចាប់តើគួរនិយាយយ៉ាងណាមិនហ៊ានស្ដីមិនហ៊ានសើស័ព្ទ